បាទជំរាបសួរនៅក្នុងវីដេអូនេះយើងនឹងរៀនធ្វើតារាងរចនាសម្ព័ន្ធឬក៏តារាងអង្គការលេខនៅក្នុងស្ថាប័នឬក៏អង្គភាពយើងមួយដោយប្រើ Microsoft Word អញ្ចឹងយើងចូល Microsoft Word យើងចុងមកយើងយក blank document តមកទៀតយើងចូលទៅ page layout ហើយ page setup ដើម្បីកំណត់ទំហំក្រដាសយក A4 មកជិញខ្ញុំយកមួយទាំងអស់លើក្រោមមួយឆ្វេងស្ដាំមួយហើយក្រដាសយើងយកក្រដាសផ្ដេកដោយសាររចនាសម្ព័ន្ធវាធំដែរហើយបន្តមកទៀតយើងចូល insert ហើយនេះយើងយកអា smart art នេះចឹងតើតើនឹងរចនាសម្ព័ន្ធឬក៏អង្គការលេខហ្នឹងវានៅក្នុង hierarchy group នេះណាចឹងយើងឆ្លាញ់មួយណាយកមួយហ្នឹងចឹងជាឧទាហរណ៍ខ្ញុំយក organization chart នេះណា select មកចឹងអញ្ចឹងដំបូងឡើយគេអត់តន់វាយអក្សរហើយក៏ដាក់រូបថតដាក់អីសំខាន់បំផុតយើងត្រូវដឹងរចនាសម្ព័ន្ធយើងនេះមានប្រអប់អីខ្លះសិនអញ្ចឹងយើងធ្វើប្រអប់វាសិនណាអញ្ចឹងយើងចង់អត់ចង់បានពណ៌ផ្ទៃ background ប្រអប់ពណ៌ខៀវអីទេយើងអាចចូលSmart Art Design ហើយ change color នេះយើងអាចយកដាក់ one outline តែមកណាយកអក្សរខ្មៅអញ្ចឹងទៅបានអញ្ចឹងអានេះខ្ញុំលុបចេញណាអញ្ចឹងខ្ញុំដាក់ថានេះយើងវាយសម្គាល់សិនចុះប្រធានយក font ខ្មែរសៀមរាបទំហំ12អញ្ចឹងទៅណាហើយនេះខ្ញុំផាសអញ្ចឹងវាអត់មកអក្សរទេអញ្ចឹងតើយើងវាយអក្សរបញ្ឆោតមួយហើយបានផាសណាអញ្ចឹងអានេះវាឡើងពីបន្ទាត់យើងលុបចុច backspace វិញមកវាសល់តែមកបន្ទាត់វិញអញ្ចឹងយើងយកខ្មែរសៀមរាបនេះមកទំហំ12អនុប្រធានទី1អញ្ចឹងមកណាខ្ញុំ copy ខ្ជិលវាយទៀតខ្ញុំសរសេរអក្សរអញ្ចឹងដែរខ្ញុំផាសអនុប្រធានទី2 select ខ្មែរសៀមរាបទំហំ12សរសេរឆោតមួយហើយចាំផាសចូលកុំឲ្យវារត់ញ៉ៃញ៉ៃហើយបានដូរ font អក្សរផ្លិចអនុប្រធានទី1អនុប្រធានទី2អនុប្រធានទី3អញ្ចឹងទៅណាហើយផ្លិចសេចំណងជើងនេះដាក់ cursor ដើមបន្ទាត់អង្គការលេខឬក៏រចនាសម្ព័ន្ធអីចឹងទៅហើយ select មកដាក់កណ្ដាលឆ្លាក់ឲ្យបន្តិចទៅ4អីចឹងទៅណាចឹងឥឡូវទំហំអង្គការលេខនេះយើងអាចទាញឲ្យធំប៉ុនmargin ទំហំ margin របស់យើងបានកំណត់ក៏បានបាទយ៉ាខ្ញុំទាញឈុលពេកចឹងឥឡូវយើងមានប្រធានអនុប្រធានហើយអញ្ចឹងអនុប្រធានទី1គាត់ថាគាត់សុំកូនចៅសុំគ្រប់គ្រងមួយផ្នែកអញ្ចឹងយើង add មកចុចលើអនុប្រធានណាអញ្ចឹងកូនចៅពីណាថែមរចនាសម្ព័ន្ធពីណាចុចប្រអប់រចនាសម្ព័ន្ធពីហ្នឹងមិនចេះថែមទី1នេះទៅចុចអានេះចុចទី2ចុចទី3ឬក៏ចុចប្រធាននេះណាអញ្ចឹងយើងចុចយើងចង់ថែមរចនាសម្ព័ន្ធឲ្យទី1អនុប្រធានទី1នេះគាត់ទូផ្ទុកផ្នែកអីចឹងអញ្ចឹងយើងមកស្ដាំមកយើង add shape below នេះមកក្រោមគាត់
1ណាចឹងយើងកត់គ្រប់គ្រងតែមួយផ្នែកហ្នឹងយកស្តង់ដារអត់តន់វាអត់តន់រៀបមកត្រង់ទេចឹង select អនុប្រធានទី1មកនេះឃើញទេចឹងបានន័យថាកត់គ្រប់គ្រងផ្នែកខ្ញុំទៅសេផ្នែកទី1ចឹងទៅដូរ font សិនតមកទៀតអនុប្រធានទី2នេះគាត់ត្រូវការគ្រប់គ្រងផ្នែកដែរហើយគាត់គ្រប់គ្រងផ្នែកដល់2ចឹងផ្នែកទាំងពីរបានន័យថានៅក្រោមគាត់មកប៉ុន្តែមានឋានៈស្មើគ្នាចឹងយើងត្រូវ add មកនៅខាងក្រោមគាត់ប៉ុន្តែមានដល់2ចឹង add ចុចគាត់ចុច add មួយទៀតនេះហើយបន្តមកទៀតដោយសារផ្នែកទាំងពីរអីខ្ញុំច្រឡំ copy ផាសផ្នែកទាំងពីរហ្នឹងស្មើគ្នាយើងត្រូវលើកប្រអប់ហ្នឹងឲ្យវាស្មើគ្នាអញ្ចឹងយើង select មកចូល Smart Art Design យកស្តង់ដារបាទអញ្ចឹងបានវាត្រូវតាមឋានានុក្រមអញ្ចឹងនេះខ្ញុំដូរពីខ្មែរ OSCMF font 12ខ្មែរ OSCMF font 12ដែរបាទតមកទៀតលោកអនុប្រធានទី3នេះគាត់គ្រប់គ្រងមួយផ្នែកដែរអញ្ចឹងយើងចុចលើប្រអប់របស់គាត់ហើយ add save ពីក្រោមមកនេះគាត់មួយផ្នែកដែរអញ្ចឹងដោយសារគាត់គ្រប់គ្រងផ្នែកតែមួយទេអញ្ចឹងយើងដាក់ត្រង់មក select ចុច shift select ពីប្រអប់អញ្ចឹងហើយចូល Smart Art Design មកចូល layout នេះមកហើយយក standard អញ្ចឹងមកវានៅត្រង់អញ្ចឹងបានន័យថាផ្នែករបស់គាត់មានមួយដែរនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ជាអក្សរពិឆោតមួយដើម្បីផាសអក្សរចូលហើយ select សៀមរាប12ណាចឹងអានេះយើងឃើញថាប្លែកដោយសារអាមិនអានេះអក្សរនៅលើអានេះនៅកណ្ដាលចឹងដោយសារនេះយើងបានលុប backspace បន្ទាត់តនេចោលអញ្ចឹងយើងក៏លុបចេះទៅវាមកឯងណាអញ្ចឹងតមកទៀតផ្នែកនេះគេមានប្រធានផ្នែកប្រអប់ប្រធានផ្នែកនៅនឹងមួយហើយអញ្ចឹងគេចង់បានអនុរបស់គេមួយទៀតអញ្ចឹង select លើប្រអប់ប្រធានផ្នែកហើយ save ពីក្រោមណាបានមួយទៀតហើយសួរថាបើយើងចង់បន្ថែមកូនចៅមួយទៀតឲ្យគាត់អញ្ចឹងយើងថែមនៅកន្លែងផ្នែកនេះឬក៏ថែមកន្លែងនេះអញ្ចឹងឧបមាថាខ្ញុំថែមពីផ្នែកប្រធានផ្នែកហ្នឹងគាត់ចង់បន្ថែមកូនចៅឲ្យម្នាក់នៅក្រោមគាត់នេះឧបកិច្ចថាឥឡូវថាអនុប្រធានផ្នែកអនុផ្នែកដែរកាត់ចេះបណ្ដោយអនុផ្នែកទី1បាទចឹងតើយើងត្រូវឈរនៅលើអាប្រអប់ប្រធានផ្នែកនេះ
ឬក៏ឈរនៅលើអនុផ្នែកនេះបើសិនបើប្រធានផ្នែកនេះគាត់ចង់បន្ថែមកូនចៅឲ្យអនុផ្នែកហ្នឹងអញ្ចឹងឧបមាថាឥឡូវវាយើងអត់ដឹងយើងថាថែមកូនចៅមួយទៀតអញ្ចឹងនេះខ្ញុំសរសេរបញ្ជាក់ edit តិចមកដាក់ថាមន្ត្រីអញ្ចឹងចុះថែមន្ត្រីឲ្យអនុផ្នែកនេះដល់ពេលយើង add បន្ថែមនៅពីប្រអប់ប្រធានផ្នែកអញ្ចឹងទៅវាទៅជាអនុប្រធានផ្នែកនេះមកស្មើមួយមន្ត្រីនេះហើយអញ្ចឹងយើងថាអាចដូរលំដាប់វាបានដោយ select ចឹងមកនេះ Smart Art Design ហើយយក layout អញ្ចឹងយើងយកស្អី left hanging អញ្ចឹងឯងហើយក៏ right hanging អញ្ចឹងវាអញ្ចេះវានៅតែអត់ត្រូវដែរព្រោះបានន័យថាពីរអ្នកនេះគេស្ថិតនៅទៅក្រោមប្រធានផ្នែកអញ្ចឹងមន្ត្រីនេះគាត់ឃើញរចនាសម្ព័ន្ធចេះគាត់ប្រកាសជាអត់ព្រមនៅក្រោមអនុផ្នែកទេបានន័យថាគាត់ស្ថិតនៅក្រោមរបស់ប្រធានផ្នែកទេព្រោះដោយសារអីសញ្ញាព្រួយរបស់គាត់នេះមិនមែនចេញពីអនុប្រធានផ្នែកទេអញ្ចឹងយើងថាអញ្ចឹងយើងដូរយកមកស្តង់ដាដល់ពេលដូរស្តង់ដាគាត់នៅក្រោមអនុក្រោមប្រធានផ្នែកដដែលគាត់អត់នៅក្រោមអនុប្រធានផ្នែកអញ្ចឹងមន្ត្រីគាត់មើលអង្គការលេខមើលរចនាសម្ព័ន្ធហ្នឹងទៅគាត់អាចអត់ស្ដាប់អនុប្រធានផ្នែកនេះព្រោះដោយសារគាត់ចេញមកសញ្ញាព្រួយរបស់គាត់ចេញមកប្រធានផ្នែកហ្នឹងអញ្ចឹងគាត់ធ្វើការគាត់ស្ដាប់វិជាទៅប្រធានផ្នែកបានដែរអនុប្រធានផ្នែកនេះគាត់អត់ស្ដាប់គាត់ស្មើដែរបើដាក់អញ្ចឹងគាត់ស្មើដែរណាហើយបើដាក់បូតអញ្ចេះទៀតគាត់រត់ទៅស្មើអនុប្រធានផ្នែកទៀតហើយយើងយកលេសអញ្ចេះគាត់ប្រអប់នេះគាត់នៅក្រោមហ្នឹងប៉ុន្តែខ្សែយើងមើលខ្សែបដោយរបស់គាត់គឺគាត់នៅទៅក្រោមប្រធានផ្នែកដែរគាត់ទូនាទីគាត់នៅតូចជាងអីម៉េចប៉ុន្តែគាត់នៅទៅក្រោមអញ្ចឹងគាត់អត់ចេញពីអនុប្រធានផ្នែកបានគាត់អត់ក្រោមអនុប្រធានផ្នែកណាអញ្ចឹងការថែមរបៀបនេះគឺខុសអញ្ចឹងខ្ញុំ delete លុបចោលវិញខ្ញុំច្រឡំលុបទាំងពីរចុច Ctrl Z ច្រឡំ select ទាំងពីរលុបទាំងពីរអញ្ចឹង select តែមួយអញ្ចឹងដើម្បីយើងចង់បន្ថែមមន្ត្រីឲ្យអនុផ្នែកនេះឲ្យគាត់គ្រប់គ្រងឲ្យមន្ត្រីហ្នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ដែរអញ្ចឹងយើងចុចលើអនុប្រធានផ្នែកមកហើយយើង add below ចេះមកណាអញ្ចឹងបានយើងបានមន្ត្រីហើយបន្តមកទៀតនេះយើងចង់ឲ្យទាំង3ហ្នឹងបន្តនេះឃើញនៅក្រោមឋានានុក្រមតនេះឃើញយើងដាក់ចឹងមកអញ្ចឹងទៅមន្ត្រីនេះគាត់ចាប់ផ្ដើមស្ដាប់អនុប្រធានផ្នែកហើយបានថាញ៉ាព្រួយនេះមកវាអញ្ចឹងវាតាមឋានានុក្រមចេញមកពីអនុប្រធានទី1ផ្នែកទី1អនុផ្នែកទី1ណាមន្ត្រីតមកទៀតអញ្ចឹងផ្នែកទី2នេះមានអនុប្រធានអង្គភាពទី2នេះមានផ្នែក2មកគ្រប់គ្រងអញ្ចឹងផ្នែកទី1យើងឲ្យមន្ត្រីគាត់មួយអ្នក2អ្នកដូចតែគ្នាដែរអញ្ចឹងយើងធ្វើដូចគ្នាអញ្ចឹងបាទនេះយើង add ឲ្យកូនចៅគាត់ម្នាក់ទៀតមកចឹងបើវាអញ្ចឹងយើងយកស្តង់ដារចឹងបាទវាដូចគ្នាអញ្ចឹងការ add ប្រអប់នេះវាមានលក្ខណៈអញ្ចឹងដែរបើយើងអាចតម្រង់ទំហំបន្តកតុយគ្នាអញ្ចឹងបានតើយើងគិតពីបញ្ហាហ្នឹងយើងមិនមែនចេះតែ add អញ្ចឹងឧបមាថាខ្ញុំ add គាត់2អញ្ចឹងខ្ញុំ add ពីចោមនេះ
below មួយទៀតអញ្ចឹងខ្ញុំអត់អាចដាក់បន្តដូចអានេះបានទេនេះឃើញអានេះបន្តគ្នាអញ្ចឹងខ្ញុំចង់ដាក់ពួកពីរនេះឲ្យបន្តគឺបន្តអត់បានទេឃើញទេអូអានេះខ្ញុំ select តែ2ត្រូវ select ទាំង3អញ្ចឹង standard bold នៅតែអញ្ចឹងពេល left hanging វានៅអញ្ចឹងវាអត់ស្ដាប់វាស្ដាប់តែផ្នែកប្រធានផ្នែកអញ្ចឹងអាហ្នឹងការ add ខុសអញ្ចឹងបើសិនបើខ្ញុំលុបចេញ add ឲ្យត្រូវវិញបានន័យថាផ្នែកទី2 add អនុប្រធានផ្នែកមកមួយអញ្ចឹងអនុប្រធានផ្នែកនេះត្រូវ add មន្ត្រីក្រៅមកវ៉ាតមួយអញ្ចឹងឥឡូវខ្ញុំទៅ2អ្នកគាត់ខាងក្រោមនេះយើងអាចតម្រង់យក standard បានហើយមួយទៀតយក standard បានឃើញទេគាត់ស្ថិតនៅក្រោមតគ្នាអញ្ចឹងការរៀបរចនាសម្ព័ន្ធវាសំខាន់យើងត្រូវរៀបប្រអប់ចឹងសិនបន្តមកទៀតអានេះគាត់ត្រូវបន្ថែមអនុប្រធានផ្នែកដែរឃើញទេចឹងអនុប្រធានផ្នែកត្រូវមានកូនចៅមួយទៀត add 2ប្រអប់របស់អនុប្រធានផ្នែកចឹងយើងគ្រាន់ចុច select ទាំងពីរមកយើងអត់យក right យក left hanging ហ្នឹងទៅយើងយក standard អញ្ចឹងវានៅត្រង់ខោតគ្នាអញ្ចឹងមើលទៅឃើញស្អាតអញ្ចឹងឥឡូវយើងបានប្រអប់អស់ហើយយើងវាងាយស្រួលហើយយើងចាប់ផ្ដើមតុបតែងអក្សរអញ្ចឹងខ្ញុំឧបមាថាប្រធានចូល home នេះតមកទៀតឈ្មោះ enter ឈ្មោះតមកទៀតទូរស័ព្ទ0 10ចុចអញ្ចឹងយើងឃើញថាអក្សរដូចរៀងឃ្លាតខ្ញុំច្រឡំទៀតយើង undo មួយអញ្ចឹងយើងចង់ឲ្យវានៅគៀកគ្នាកុំឲ្យទំហំគម្លាតអាប្រអប់ហ្នឹងវាកាន់តែកើនខ្ពស់ពេក select រួចចូល home tab ហើយចុច paragraph ទៅមកនេះត្រង់ line spacing នេះយើងយក exactly មកយើងយក20សិនអញ្ចឹង20ហ្នឹងវាដូចនៅតែអត់តន់គៀកយើងបន្ថយមកទៀត5ឃើញវាគៀកមកចឹងបន្តមកទៀតយើងចង់ទុក space ផ្នែកខាងឆ្វេងនេះដាក់ author អញ្ចឹងយើង select ទៀតចូល paragraph ដែរកន្លែងនេះindentation នេះយើងទៅឡើងមកយើងដាក់2 cm ទេចឹងមកណាឃើញទេចឹងបន្តមកទៀតយើងដាក់ author ចូល picture មកខ្ញុំដាក់នេះចឹង author យើងដាក់ insert មកដំបូងចឹងយើងចូលតែយើង select លើ author ហ្នឹងហើយយក picture format type មកហើយយក wrap text នេះមកយក in front of text មកយើងទាញទៅម៉េចលៃទៅម៉េចចូលមកប្រឡោះហ្នឹងមកណាហើយបើពិបាកទាញពេកយើងអាច select ហើយ picture format ហ្នឹងយើងមកមើលនេះ width height របស់វានេះបានកម្ពស់ទៅតឹងថតហ្នឹងណាយើងអាចសេរីប្រើ arrow key ទៅឡើងបន្តិចម្ដងក៏បានវាយលេខចូលចេះក៏បានដែរណាឃើញទេអត់មាននេះពិបាកទេចឹងអាហ្នឹងខ្ញុំប្រាប់កាត់ហើយបន្តមកទៀតឧបមាថាផ្នែកនេះផ្នែកទី1យើងថាឈ្មោះអីរដ្ឋបាលអីចឹងណាចឹងឧបមាថាយើងចង់អក្សរនឹងវាឡើងលើឥឡូវខ្ញុំដាក់ឈ្មោះប្រធានផ្នែកហ្នឹងមួយទៀតលេខទូរស័ព្ទគាត់0ចុចចឹងទៅអញ្ចឹងយើងចង់ឲ្យអក្សរផ្នែកទី1នេះមកដើមគៀននេះអញ្ចឹងយើងអត់អីពិបាកទេយើង select មកយើងដាក់អញ្ចឹងអានេះវានៅដើមគេហើយរដ្ឋបាលបុគ្គលិកអីចឹងមកណាអញ្ចឹងយើងចង់ឲ្យអក្សរ2ខាងមុខនេះមកខាងមុខដើម្បីដាក់ space នៅ author ប្រធានផ្នែកហ្នឹងអញ្ចឹងយើងគ្រាន់ select តែ2បន្ទាត់ហ្នឹងទៅហើយ
យើងយកកន្លែង indentation នេះយើងថែមមកណាអញ្ចឹងឥឡូវវាមកជ្រុលពេកយើងបន្ថយទៅវិញពីគត់អញ្ចឹងទៅបានណាហើយតាមទីយើង copy ផាស copy មកផាសនេះយើងកុំផាសចូលក្នុងនេះអញ្ចឹងប្រអប់អញ្ចឹងយើងផាសនៅខាងក្រៅទៅណាបាត់ទេផាសខាងក្រៅបាត់បណ្ដោយហើយខ្ញុំចុច undo មកវិញកុំឲ្យញ៉ៃច្រើនឥឡូវចេះចុច Ctrl C Ctrl V មកទៅនេះស្រួលឃើញទេមកអញ្ចឹងយើងទាញមកថតនឹងឲ្យទូចចេះមកឃើញទេសេរីតិចតិចអញ្ចឹងទៅតើតងអាការសេរីហ្នឹងអាចយើងស៊ូមមួយធំចេះស្រួលទាញជាងបាទឃើញទេនេះអញ្ចឹងយើងឃើញថាអក្សរនេះវាទៅរៀងឆ្ងាយពេកអញ្ចឹងយើងបន្ថយមកវិញមក select មកចូល paragraph ទៅដែរថយតិចតិចមកឲ្យវាស៊ីគ្នាមកណាឃើញទេអានេះយើង select ចង់ tape អីមិនផ្នែកពណ៌ color អីមិនអញ្ចឹងខ្សែទៅយើងអញ្ចឹងផ្នែកទី2នេះដូចគ្នាអញ្ចឹងទម្រង់នៃអក្សរយើងដាក់អញ្ចឹងក៏បានណានេះបាននេះឈ្មោះតំណាងផ្នែកឈ្មោះប្រធានផ្នែកឲ្យលេខទូរស័ព្ទគាត់អញ្ចឹងទៅហើយអនុផ្នែកនេះយើងអាចប្រើទម្រង់ជាឈ្មោះប្រធានចេះក៏បានព្រោះដោយសារយើងមិនបាច់ចាំដាក់ឈ្មោះផ្នែកទេព្រោះដោយសារគាត់នៅក្នុងឋានានុក្រមក្នុងផ្នែកមួយអញ្ចឹងបាទអញ្ចឹងអស់ហើយអត់មានអីទៀតទេបាទសូមអរគុណខ្ញុំអត់បានធ្វើឲ្យអស់ទេអានេះយើងគ្រាន់តែបង្ហាញប៉ុណ្ណឹងទៅបងប្អូនអាចយល់បានដែរហើយការកែប្រែអីហ្នឹងគឺយើងអាចកែទំហំប្រអប់ហ្នឹងបានកែម្ដងទាំងអស់ក៏បានដែរយើងចុច shift ចុចឲ្យ select ចូល format អញ្ចឹងទៅនេះ width height នេះណាយើងទៅឡើងអីអញ្ចឹងប៉ុន្តែគ្រាន់តែថាបើយើងកែប្រអប់តាមក្រោយវិញវាពិបាកដោយសារវារត់ឃើញរត់រូបថតរូបអីដែលយើងសេរីរួចស្អាតអស់ហើយវាទៅអញ្ចឹងជាសំខាន់ដំបូងបំផុតគឺយើងត្រូវរៀបប្រអប់ឲ្យអស់យើងត្រូវដឹងរចនាសម្ព័ន្ធរបស់យើងមានប្រអប់អីខ្លះមានមន្ត្រីគេដាក់ប្រមាណខ្លះយើងដាក់ហើយរួចចាំយើងចូលទៅសរសេរអក្សរហើយនឹងដាក់រូបថតអាហ្នឹងបានវាស្រួលបាទសូមអរគុណ